នេះខ្ញុំញ៉ាំលតឆានៅម្ដុំស្លាវ៉ាន់ដែរលតឆានេះដូចជាល្បីនៅខេត្តសៀមរាបដែរហើយខ្ញុំក៏ហៅលតឆាសាច់គោពងទាយកមកសាកញ៉ាំទៅពីខ្ញុំសាច់គោដែលគាត់យកមកឆាមួយពងទានេះរៀងប្លែកខុសពីលតឆាទូទៅហើយមួយទៀតហ្នឹងគឺគាត់ដាក់កញ្ឆាយច្រើនហើយខ្ញុំបានហៅនំកញ្ឆាយពីរដុំមកសាកដែរអានំកញ្ឆាយហ្នឹងពីខ្ញុំឆ្ងាញ់មួយដុំ3000ប៉ុន្តែឆ្ងាញ់ហើយគាត់មានទឹកថៃតាមមកជំរើសទេដាក់ទាំងនំកញ្ឆាយដាក់ទាំងលតឆានំកញ្ឆាយហ្នឹងខាងក្រៅស្រួយខាងក្នុងទន់ហើយដាក់ទឹកត្រីតិចតិចចឹងទៅវាប្រៃលំឆ្ងាញ់ហ្មងសម្រាប់ខ្ញុំឯណាតែបើសិនអ្នកគេចូលចិត្តញ៉ាំដុតអាចដាក់ជោគអីទៅហើយនេះម្ទេសគាត់ខ្ញុំមិនមែនជាអ្នកចូលចិត្តញ៉ាំអីទេអញ្ចឹងគាត់កោឲ្យមើលបរិយាកាសនៅក្នុងហាងគាត់ប្លែកយ៉ាងដែរគាត់ប្រាប់ពីដំណើរនៃការធ្វើនំកញ្ឆាយនឹងធ្វើនៅក្នុងសហគមន៍អីចឹងណាចឹងណាគេចង់ដឹងចង់អីអាចទៅញ៉ាំហើយទៅមើលសាកទៅខ្ញុំដាក់ម៉ឺនុយគាត់ឲ្យដែរតម្លៃវាមានចាប់ពី4000 6000តាមសាច់តាមជំរើសមានប្រហិតថៃមានអីដែលជា signature របស់គាត់ដែរតែដោយសារខ្ញុំអត់ចេះញ៉ាំត្រីអញ្ចឹងខ្ញុំអត់យកប្រហិតត្រីទេហើយគាត់មានលក់ទឹកប្រឡាក់លតឆានំកញ្ឆាយអីខ្ចប់យកទៅផ្ទះបានតាមចិត្តទៀតទីតាំងអាចសួរទេនៅម្ដុំក្រោយស្លាវ៉ាន់ដាហ្នឹងបើចង់ទៅដើររកឃើញហើយបន្លែនេះស្លាស់សួរដែរទេ